កំបត់ក្បាលខ្ញុំឈ្មោះវិសាលកាលនោះខ្ញុំធ្វើការជាកម្មកររោងចក្រនៅជាយក្រុងរាល់ថ្ងៃខ្ញុំចេញពីធ្វើការម៉ោង7:10យប់ទើបខ្ញុំជិះម៉ូតូត្រឡប់មកផ្ទះតែម្នាក់ឯងផ្លូវដែលខ្ញុំជិះកាត់នោះស្ងាត់ខ្លាំងមានតែព្រៃស្មៅដើមចេកនិងស្រះទឹកចាស់មួយអ្នកភូមិធ្លាប់និយាយថាតំបន់នេះមានខ្មោចកំបុតក្បាលលងតែខ្ញុំមិនដែលជឿទេជប់មួយមេឃងងឹតខ្លាំងមានខ្យល់ត្រជាក់បក់វូវូខ្ញុំចេញពីរោងចក្រយឺតជាងធម្មតាពេលជិះដល់ផ្លូវកាត់ព្រៃម៉ូតូស្រាប់តែរលត់អូអីទៀតហើយខ្ញុំរអ៊ូខ្ញុំខំធាក់ម៉ូតូប៉ុន្មានដងក៏មិនចេះដែរនៅជុំវិញស្ងាត់ដូចទីបញ្ចុះសពមានតែសំឡេងចង្រិតយំនិងខ្យល់បក់កាត់ស្លឹកឈើភ្លាមនោះខ្ញុំឮសំឡេងអ្វីមួយដូចជាមនុស្សដើរគ្រិចក្រឹកពីក្រោយខ្នងខ្ញុំងាកមើលយឺតឃើញមនុស្សម្នាក់ឈរឆ្ងាយប្រហែល15ម៉ែត្រគាត់ស្លៀកពាក់ខោអាវសខូចរហែកហើយលើកដៃទាំងពីរទម្លាក់ចុះយឺតតែអ្វីដែលធ្វើឲ្យខ្ញុំចង់កកឈាមស្លាប់នោះគឺគាត់គ្មានក្បាលទេខ្ញុំត្រជាក់ឆ្អឹងខ្នងខ្ញុំញ័រដៃញ័រជើងវាដើរមកយឺតនៅករបស់វាមានឈាមខ្មៅហូរចុះតាមអាវខ្ញុំចង់ស្រែកតែស្រែកមិនចេញខ្ញុំខំធាក់ម៉ូតូម្ដងទៀតសូមឆេះទៅតែម៉ូតូនៅតែមិនឆេះខ្មោចនោះកាន់តែជិតខ្ញុំឮសំឡេងដកដង្ហើមដូចមនុស្សខឹងភ្លាមនោះខ្ញុំឃើញដៃរបស់វាលើកអ្វីមួយឡើងវាជាក្បាលរបស់ខ្មោចនោះឯងភ្នែកខ្មៅស្លេករបស់វាកំពុងសម្លឹងមកខ្ញុំមាត់វាញញឹមបែកដល់ត្រចៀកហើយនិយាយសំឡេងស្អកថាជួយរកក្បាលឲ្យខ្ញុំផងខ្ញុំស្ទើរតែសន្លប់ខ្ញុំបិទភ្នែកហើយធាក់ម៉ូតូទាំងអស់កម្លាំងម៉ូតូចេះភ្លាមខ្ញុំមិនហ៊ានមើលក្រោយទៀតទេខ្ញុំបើករត់លឿនដូចហោះខ្យល់បក់មកប៉ះមុខត្រជាក់ខ្ញុំនៅតែឮសំឡេងសើចពីក្រោយពេលដល់ផ្ទះខ្ញុំញ័រខ្លួនអស់ហើយដៃខ្ញុំដើរមកឃើញមុខខ្ញុំស្លេកក៏សួរថាមានរឿងអ្វីពិសាលខ្ញុំប្រាប់គាត់ទាំងអស់ម្ដាយខ្ញុំស្កាត់មួយសន្ទុះរួចនិយាយថាកន្លែងនឹងពីមុនមានបរិសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដាច់ក្បាលស្លាប់គេថាវានៅដើររកក្បាលវាដដែលចាប់តាំងពីយប់នោះមកខ្ញុំមិនហ៊ានជិះផ្លូវនោះតែម្នាក់ឯងទៀតទេតែរឿងដែលគួរឲ្យខ្លាចជាងនេះគឺ2ថ្ងៃក្រោយមកខ្ញុំទៅលាងម៉ូតូខ្ញុំស្រាប់តែឃើញស្នាមដៃពណ៌ខ្មៅនៅខាងក្រោយកែបម៉ូតូហើយមានអក្សរតូចសរសេរថាខ្ញុំនៅតាមអ្នកជប់បន្ទាប់ខ្ញុំគេងមិនលក់សោះរាល់ពេលបិទភ្នែកខ្ញុំតែងតែឃើញមុខខ្មោចកំបុតក្បាលនោះញញឹមមកខ្ញុំម៉ោងប្រហែល2យប់ខ្ញុំស្រាប់តែឮសំឡេងតុកដូចជាមនុស្សគោះទ្វារផ្ទះខ្ញុំគិតថាប្រហែលជាឆ្មាឬខ្យល់បក់តែសំឡេងនោះនៅតែបន្តតុកម្ដាយខ្ញុំភ្ញាក់ដែរគាត់សួរខ្ញុំសំឡេងញ័រវិសាលជប់បែបនេះអ្នកណាមកខ្ញុំលេបទឹកមាត់រួចដើរទៅមើលតាមបង្អួចក្រៅផ្ទះងងឹតសូន្យតែខ្ញុំឃើញមនុស្សម្នាក់ឈរនៅមុខទ្វារគាត់ពាក់អាវសរហែកដដែលហើយគ្មានក្បាលខ្ញុំដកដង្ហើមមិនរួចខ្មោចនោះកំពុងកាន់ក្បាលរបស់វានៅដៃហើយងើបមុខសម្លឹងមកបង្អួចផ្ទះរបស់ខ្ញុំ
ភ្នែកវាក្រហមដូចភ្លើងវានិយាយសំឡេងទាបថាបើកទ្វារឲ្យខ្ញុំចូលម្ដាយខ្ញុំស្រែកភ្លាមកុំបើកកុំមើលវាយូរគាត់រត់ទៅយកខ្សែដៃព្រះនិងធូបមកអុជពេលក្លិនធូបហុយឡើងសំឡេងគូទ្វារកាន់តែខ្លាំងទ្វារផ្ទះញ័រដូចគេចង់បំបែកចូលខ្ញុំខ្លាចរហូតជង្គង់ទន់អស់ហើយតែភ្លាមនោះសំឡេងជីតាខ្ញុំពីខាងក្រោយស្រែកថាកុំឆ្លើយតបវាខ្មោចបែបនេះបើអ្នកឆ្លើយវានឹងចូលក្នុងផ្ទះបានយើងទាំងអស់គ្នានាំគ្នាសូត្រព្រះធម៌ក្រៅផ្ទះខ្យល់បក់ខ្លាំងឡើងហើយសំឡេងសើចខ្មោចលាន់ពេញភូមិខ្ញុំរកក្បាលមិនឃើញទេជួយរកខ្ញុំផងរំពេចនោះមានសំឡេងអ្វីមួយធ្លាក់ក្តុកនៅមុខផ្ទះសំឡេងគោះទ្វារបាត់ស្ងាត់ភ្លាមរហូតចិត្តភ្លឺទើបយើងហ៊ានបើកទ្វារនៅមុខផ្ទះមានក្បាលមនុស្សមួយដាក់នៅលើដីភ្នែកវាបើកធំហើយមាត់វាញញឹមភ្នែកវាបើកម្ដាយខ្ញុំស្រែកខ្លាំងហើយជីតាខ្ញុំប្រញាប់ទៅយកទឹកមូនបាញ់តែពេលខ្ញុំមើលច្បាស់ក្បាលនោះមិនមែនក្បាលរបស់ខ្មោចទេវាជាមុខរបស់ខ្ញុំផ្ទាល់ខ្ញុំដួលភ្លាមបេះដូងខ្ញុំលូតញាប់ដូចជាចង់ផ្ទុះក្បាលនៅលើដីនោះមុខដូចខ្ញុំគ្មានខុសសូម្បីតែបន្តិចភ្នែករបស់វាបើកធំសម្លឹងមកខ្ញុំហើយមាត់វាញញឹមប្លែកម្ដាយខ្ញុំស្រែកកុំមើលវាយូរពេកវាជាអំពើខ្មោចបោកជីតាខ្ញុំយកក្រណាត់គ្របលើក្បាលនោះភ្លាមតែពេលគ្របស្រាប់តែសំឡេងសើចពីក្រោមក្រណាត់ចាប់ផ្ដើមរើឡើងយឺតដោយខ្លួនឯងជីតាខ្ញុំមុខស្លេកហើយខ្សឹបថាវាមិនមែនខ្មោចធម្មតាទេវាជាខ្មោចដូរក្បាលខ្ញុំសួរទាំងញ័រខ្មោចដូរក្បាលជីតាខ្ញុំងក់ក្បាលយឺតខ្មោចប្រភេទនេះវាចូលចិត្តមនុស្សណាម្នាក់វានឹងយកក្បាលអ្នកនោះជំនួសក្បាលរបស់វាខ្ញុំស្ដាប់ហើយស្ទើរដាច់ខ្យល់រំពេចនោះសំឡេងម៉ូតូនៅខាងក្រោយផ្ទះស្រាប់តែឆេះដោយខ្លួនឯងខ្ញុំងាកទៅមើលតាមបង្អួចខ្មោចក្បត់ក្បាលនោះកំពុងអង្គុយលើម៉ូតូខ្ញុំតែពេលនេះមិនមែនខ្ញុំទៀតទេវាមានក្បាលរបស់ខ្ញុំនៅលើកវាងាកមកមើលខ្ញុំហើយញញឹមឥឡូវក្បាលខ្ញុំស្អាតហើយភ្លាមនោះខ្ញុំឈឺកខ្លាំងដូចមានអ្វីមួយកំពុងកាត់ខ្ញុំយកដៃប៉ះកខ្លួនឯងមានឈាមច្រើនណាស់ម្ដាយខ្ញុំស្រែកខណៈខ្ញុំមានអារម្មណ៍ថាក្បាលខ្ញុំកាន់តែធ្ងន់ទៅហើយភ្នែកចាប់ផ្ដើមងងឹតមុនខ្ញុំសន្លប់ខ្ញុំឮសំឡេងខ្មោចនោះខ្សឹបចុងក្រោយថាចាប់ពីយប់នេះទៅអ្នកនឹងជំនួសខ្ញុំដើររកក្បាលនៅតាមផ្លូវវិញម្ដងពេលខ្ញុំភ្ញាក់ឡើងវិញខ្ញុំឃើញខ្លួនឯងឈរនៅកណ្ដាលផ្លូវងងឹតមួយខ្យល់ត្រជាក់បក់តាមវាលស្រែមានអប្សរហុយពេញផ្លូវខ្ញុំមិនឃើញផ្ទះឬមនុស្សណាម្នាក់ទេខ្ញុំដើរតែអារម្មណ៍រាងកាយស្រាលចម្លែកពេលខ្ញុំលើកដៃប៉ះកខ្លួនឯងគ្មានក្បាលខ្ញុំភ័យរហូតស្រែកតែគ្មានសំឡេងចេញខ្ញុំឃើញដៃខ្លួនឯងកំពុងកាន់ក្បាលមួយវាជាក្បាលរបស់ខ្ញុំភ្នែកនៅក្បាលនោះបើកធំសម្លឹងមករាងកាយខ្ញុំចង់បោះវាចោលតែដៃមិនស្ដាប់បង្គាប់ជើងខ្ញុំ
ចាប់ផ្ដើមដើរដោយខ្លួនឯងតាមផ្លូវងងឹតឆ្ងាយខ្ញុំឃើញភ្លើងម៉ូតូមួយកំពុងជិះមកវាជាបុរសម្នាក់ចេញពីធ្វើការយប់ដោយខ្ញុំកាលពីមុនគាត់ហាក់នឿយហត់ហើយកំពុងស្ដាប់ចម្រៀងតិចម្នាក់ឯងពេលគាត់ជិះជិតមកដល់ម៉ូតូគាត់ស្រាប់តែរលត់អីទៀតហើយសំឡេងនោះដោយខ្ញុំកាលពីយប់មុនបេះបិទខ្ញុំមានអារម្មណ៍ថារាងកាយខ្លួនឯងកំពុងដើរទៅរកគាត់យឺតក្នុងចិត្តស្រែកថាកុំធ្វើបាបគាត់តែរាងកាយខ្ញុំមិនស្ដាប់ទេបុរសនោះងាកមកមើលខ្ញុំហើយមុខគាត់ស្លេកភ្លាមខ្ញុំលើកក្បាលខ្លួនឯងឡើងយឺតមាត់ខ្ញុំនិយាយដល់ខ្លួនឯងជួយរកក្បាលឲ្យខ្ញុំផងបុរសនោះស្រែកហើយរត់ចោលម៉ូតូខ្ញុំឃើញខ្លួនឯងដើរតាមគាត់ចូលក្នុងអាប់ងឹតពេលនោះខ្ញុំទើបដឹងការពិតដ៏គួរឲ្យខ្លាចមួយខ្មោចកំបុតក្បាលមិនដែលបាត់ទៅណាទេវាគ្រាន់តែប្ដូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ប៉ុណ្ណោះហើយឥឡូវនេះវាគឺជាខ្ញុំជាច្រើនខែមកអ្នកភូមិចាប់ផ្ដើមនិយាយគ្នាអំពីរឿងចម្លែកនៅផ្លូវកាត់វាលស្រែគេថារាល់យប់ម៉ោង7:12តែងតែមិនមានមនុស្សកំបុតក្បាលឈរនៅកណ្ដាលផ្លូវកាន់ក្បាលខ្លួនឯងហើយសុំឲ្យគេជួយរកក្បាលមនុស្សខ្លះឮសំឡេងសើចមនុស្សខ្លះឮសំឡេងម៉ូតូឆេះដល់ខ្លួនឯងហើយមនុស្សខ្លះបាត់ខ្លួនទៅតែម្ដងជប់មួយមានក្មេងប្រុស3នាក់ផឹកស៊ីស្រវឹងហើយជិះម៉ូតូកាត់ផ្លូវនោះម្នាក់ឈ្មោះរ៉ាសើចខ្លាំងហើយនិយាយថាអាខ្មោចកំបុតក្បាលអីបើឃើញមែនណាអញថតដាក់ទីងតុកភ្លាមហ្មងអាមិត្តគាត់សើចតាមតែពេលជិះជិតដល់ស្រះចាស់ម៉ូតូទាំង3គ្រឿងស្រាប់តែរលត់ព្រមគ្នាភ្លើងម៉ូតូភ្លឹបភ្លែតដូចចិត្តរលត់ខ្យល់ត្រជាក់បក់ពីក្រោយក្មេងប្រុសម្នាក់ខ្សឹបអាពួកម៉ាក់មើលលុះនៅកណ្ដាលផ្លូវមានមនុស្សម្នាក់ឈរនឹងថ្ងល់សម្លៀកបំពាក់រហែកជ្រាបឈាមហើយគ្មានក្បាលដៃវាកាន់ក្បាលមួយដែលកំពុងញញឹមរ៉ាសោចតែពេលភ្លើងម៉ូតូចាំងលើមុខខ្លួននោះគាត់ស្រាប់តែស្លេកមុខព្រោះមុខនោះគឺជាមុខវិសាលខ្ញុំសម្លឹងមើលពួកគេយឺតក្នុងចិត្តខ្ញុំចង់ស្រែកឲ្យពួកគេរត់តែបបោមាត់របស់ខ្ញុំមិនអាចគ្រប់គ្រងបានទៀតទេមាត់ខ្ញុំបើកយឺតហើយនិយាយសំឡេងខ្មៅថាជួយរកក្បាលឲ្យខ្ញុំផងភ្លាមនោះភ្លើងម៉ូតូទាំងអស់រលត់អាប់ខ្មៅហុយពេញផ្លូវហើយសំឡេងស្រែករបស់ក្មេងទាំង3លាន់ឮពេញវាលស្រែតែព្រឹកឡើងគេរកឃើញតែម៉ូតូចោលនៅកណ្ដាលផ្លូវប៉ុណ្ណោះមនុស្សបាត់អស់ចាប់ពីថ្ងៃនោះមកអ្នកភូមិឈប់ហ៊ានជិះផ្លូវនោះពេលយប់តែអ្នកខ្លះនៅតែនិយាយថាបើឆ្លងកាត់ទីនោះម៉ោងកណ្ដាលត្រៀតអ្នកនឹងឃើញមនុស្សកំបុតក្បាលម្នាក់កាន់ក្បាលខ្លួនឯងឈរចាំនៅកណ្ដាលផ្លូវហើយក្បាលនោះកំពុងញញឹមមកអ្នកមនុស្សជាច្រើនគិតថារឿងខ្មោចកំបុតក្បាលគ្រាន់តែជាពាក្យចាមបុរាណតែប៉ុណ្ណោះរហូតដល់យប់មួយមានអ្នកថតវីដេអូ YouTube មួយក្រុមចង់ទៅថតផ្លូវខ្មោចដើម្បីរកភាពល្បីពួកគេមានគ្នា4នាក់កាន់កាមេរ៉ាភ្លើងនិងមីក្រូហ្វូនពេញដៃមេក្រុមឈ្មោះតារានិយាយទាំងសោចបើឃើញខ្មោចពិតខ្ញុំនឹងសុំថត selfie ជាមួយវាមកតែម្ដងពួកគេទាំងអស់សើចក្អាកក្អាយហើយជិះម៉ូតូចូលផ្លូវវាលស្រែម៉ោង7:12យប់
ខ្យល់ចាប់ផ្ដើមបក់ខ្លាំងកាមេរ៉ារបស់ពួកគេខ្ញុំជួយញ័រហើយភ្លើងស្រាប់តែរលត់ភ្លឹបបងខ្ញុំមានអារម្មណ៍មិនសូវស្រួលទេក្មេងថតកាមេរ៉ានិយាយតារាសើចខ្លាចខ្មោចមែនភ្លាមនោះម៉ូតូទាំងអស់រលត់ព្រមគ្នាភាពស្ងាត់គ្របប្រដាប់ពេញផ្លូវបន្ទាប់មកមានសម្លេងអ្វីមួយអូសលើដីគ្រឹតគ្រឹតពួកគេបញ្ចាំងភ្លើងទៅមុខយឺតនៅកណ្ដាលអាប់មានបរិះម្នាក់ឈរគ្មានក្បាលដៃរបស់វាកាន់ក្បាលមួយដែលពោពេញដោយឈាមក្មេងម្នាក់ស្រែកបងតារារត់ទៅតែតារានៅតែរឹងមាំគាត់លើកកាមេរ៉ាថតអូយពិតមែនថតបានហើយខ្មោចនោះចាប់ផ្ដើមដើរមកយឺតហើយពេលភ្លើងកាមេរ៉ាចាំងលើមុខនោះតារាស្រាប់តែឈប់សោចព្រោះក្បាលនោះគឺជាមុខរបស់គាត់ផ្ទាល់ក្បាលនោះញញឹមហើយនិយាយថាឥឡូវដល់វេនអ្នកហើយភ្លាមនោះកាមេរ៉ាដាច់ភ្លើងទាំងអស់អ្នកភូមិបានឮតែសំឡេងស្រែកលាន់ពេញវាលស្រែព្រឹកឡើងពលរួចរកឃើញតែកាមេរ៉ាមួយនៅកណ្ដាលផ្លូវក្នុងវីដេអូចុងក្រោយគេឃើញអាប់ខ្មៅនិងមានមនុស្សកំបុតក្បាលឈរជិតកាមេរ៉ាហើយមុនដាច់វីដេអូមានមុខមនុស្សជាច្រើនបង្ហាញនៅក្នុងអាប់មុខរបស់វិសាលមុខរបស់ក្មេង3នាក់និងមុខរបស់តារាពួកគេទាំង3កំពុងញញឹមដោយមានខ្លួនចាប់ពីពេលនោះមកអ្នកភូមិនិយាយថាខ្មោចកំបុតក្បាលមិនមែនមានតែម្នាក់ទៀតទេតែវាកំពុងកើនឡើងជារៀងរាល់យប់ពីមួយឆ្នាំទៅមួយឆ្នាំវាលផ្លូវវាលស្រែនោះក្លាយជាកន្លែងគ្មានអ្នកណាហ៊ានឆ្លងកាត់ពេលយប់ទៀតសូម្បីតែអ្នកបើកឡានដឹកទំនិញក៏តែងតែបត់ផ្លូវវែងជាងមុនដើម្បីគេចពីទូនោះតែមានមនុស្សម្នាក់មិនជឿរឿងខ្មោចឡើយគាត់ឈ្មោះវុទ្ធីជាអតីតទាហានក្លាហានហើយចូលចិត្តផឹកស៊ីយប់មួយគាត់ផឹកស្រាស្រវឹងនៅផ្ទះមិត្តភ័ក្តិហើយនិយាយទាំងសើចខ្មោចអីបើឃើញមែនអញវាយមួយដៃហ្មងអាមិត្តគាត់ខំខាត់កុំទៅផ្លូវនោះយប់នេះអីវុទ្ធីតែគាត់មិនស្ដាប់ទេម៉ោង1រំលងអាត្រៀតគាត់ជិះម៉ូតូតែម្នាក់ឯងកាត់ផ្លូវខ្មោចមេឃងងឹតគ្មានព្រះច័ន្ទមានតែអប្សរសនិងខ្យល់ត្រជាក់តាមវាលស្រែពេលគាត់ជិះជិតដល់ស្រះទឹកចាស់មួយស្រាប់តែម៉ូតូគាត់រលត់ចុះអីទៀតហើយវុទ្ធីធាក់ម៉ូតូខ្លាំងតែមិនឆេះភ្លាមនោះគាត់ឮសំឡេងសើចពីក្រោយគាត់ងាកទៅមើលភ្លាមនៅកណ្ដាលផ្លូវមានមនុស្សជាច្រើនឈរទាំងអត់ក្បាលខ្លះអ្នកខ្លះកាន់ក្បាលខ្លួនឯងអ្នកខ្លះអោបក្បាលនៅទ្រូងហើយខ្លះមានទាំងក្បាលឲ្យកាន់ទៀតវុទ្ធីស្លេកមុខតែគាត់នៅតែខំរឹងរូសអ្នកណាលេងសើចអញភ្លាមនោះខ្មោចទាំងអស់ចាប់ផ្ដើមដើរមកយឺតក្នុងចំណោមពួកវាមានមុខមនុស្សដែលអ្នកភូមិធ្លាប់បាត់មានវិសាលមានតារាមានក្មេង3នាក់ពួកគេទាំងអស់កំពុងញញឹមហើយនិយាយព្រមគ្នាសំឡេងតែមួយថាជួយរកក្បាលឲ្យពួកយើងផងវុទ្ធីភ័យរហូតដួលម៉ូតូគាត់រត់ចូលវាលស្រែទាំងស្រែកតែគាត់ស្រាប់តែឃើញអ្វីមួយនៅនឹងមុខវាជាដើមឈើធំមួយដែលព្យួរក្បាលមនុស្សរាប់សិបនាក់ក្បាលទាំងនោះបើកភ្នែកមើលគាត់ព្រមគ្នាហើយក្បាលមួយនៅកណ្ដាលនិយាយយឺតថានៅសល់កន្លែងមួយទៀតសម្រាប់អ្នកយប់នោះអ្នកភូមិឮសម្រែករបស់វុទ្ធីរហូតដល់ចិត្តភ្លឺតែព្រឹកឡើងគេរកឃើញតែម៉ូតូរបស់គាត់ចោលនៅក្បែរស្រះទឹករីឯក្បាលរបស់វុទ្ធីអ្នកភូមិម្នាក់បានអះអាងថាគាត់ឃើញវាព្យួរនៅលើដើមឈើនោះកំពុងញញឹមក្នុងអាប់
ក្រោយការបាត់ខ្លួនរបស់ពុទ្ធីភូមិទាំងមូលធ្លាក់ក្នុងភាពភ័យខ្លាចមនុស្សបិទទ្វារផ្ទះតាំងពីល្ងាចគ្មានអ្នកណាហ៊ានចេញក្រៅពេលយប់ទៀតចាស់ក្នុងភូមិនិយាយថាបើមិនបញ្ឈប់ខ្មោចនោះទេវានឹងយកមនុស្សអស់មួយភូមិចុងក្រោយពួកគេនៅតែអញ្ជើញអាចារ្យចាស់ម្នាក់ឈ្មោះតាហ៊ុនដែលល្បីថាចេះមន្តអាគមខ្លាំងតាហ៊ុនមកដល់ភូមិនៅថ្ងៃភ្លៀងធ្លាក់ខ្លាំងស្រេចគាត់មើលផ្លូវវាលស្រែនោះយូរមុននិយាយថាខ្មោចនោះមិនមែនកើតឡើងពីគ្រោះថ្នាក់ទេវាកើតឡើងពីការស្លាប់ដោយគំនុំអ្នកភូមិទាំងអស់ស្ងាត់តាហ៊ុនប្រាប់កាលពីជាង30ឆ្នាំមុនមានបរិមម្នាក់ចោលប្លន់កាត់ក្បាលសម្លាប់នៅផ្លូវនោះសាកសពគាត់ត្រូវគេបោះចោលចូលស្រះទឹកហើយក្បាលនោះបាត់រហូតមិនឃើញវិញ្ញាណរបស់គាត់មិនអាចទៅចាប់កំណើតបានទើបខ្លាចជាខ្មោចកំបុតក្បាលដើរស្វែងរកក្បាលខ្លួនឯងហើយអ្នកណាដែលដួលវានឹងស្នងបន្តជំនួសអ្នកភូមិសួរទាំងភ័យអាចបញ្ឈប់វាបានទេតាហ៊ុនបិទភ្នែកមួយសន្ទុះរួចនិយាយថាបានតែអ្នកដែលចូលទៅធ្វើពិធីអាចមិនត្រឡប់វិញយប់នោះតាហ៊ុនយកយ័ន្តទឹកមុននិងធូបនៅកណ្ដាលផ្លូវវាស្រែតែម្នាក់ឯងមេឃងងឹតខ្មៅខ្ចោះបក់ដូចមនុស្សយំពេលម៉ោង12អាចចាប់ផ្ដើមហុយឡើងពីស្រះទឹកហើយបន្តិចម្ដងមនុស្សកំបុតក្បាលរាប់សិបនាក់ចេញមកពីក្នុងអាប់មានវិសាលមានតារាមានវុធីនិងអ្នកបាត់ខ្លួនទាំងអស់រាប់រយនាក់ពួកគេដើរមកយឺតជុំវិញតាហ៊ុនហើយនិយាយព្រមគ្នាជួយរកក្បាលឲ្យពួកយើងផងតាហ៊ុនចាប់តាមសូត្រមន្តខ្លាំងយន់នៅលើដៃបញ្ចេញពន្លឺក្រហមខ្យល់បក់កាន់តែខ្លាំងសំឡេងស្រែកខ្មោចលាន់ចេញពីវាលស្រែភ្លាមនោះស្រះទឹកកណ្ដាលវាលចាប់ដើមពុះពេញដោយពពុះហើយមានអ្វីមួយឡើងពីក្នុងទឹកវាជាក្បាលមនុស្សចាស់ខ្មៅស្អុយមួយភ្នែករបស់វាបើកភ្លាមហើយសម្លឹងមកតាហ៊ុនស្រែកនេះជាក្បាលពិតរបស់វាគាត់យកក្បាលនោះដាក់ចូលក្នុងរង្វង់យ័ន្តហើយសូត្រមន្តចុងក្រោយភ្លាមនោះខ្មោចទាំងអស់ចាប់ផ្ដើមស្រែកយ៉ាងខ្លាំងរាងកាយពួកវារលាយទៅជាអាប់ខ្មៅម្ដងមួយវិសាលងាកមើលតាហ៊ុនជាលើកចុងក្រោយមុខគាត់លែងញញឹមទៀតហើយគាត់ខ្សឹបតិចថាអរគុណបន្ទាប់មករាងកាយគាត់ក៏រលាយបាត់ពីក្នុងខ្យល់រំពេចនោះពន្លឺធំមួយផ្ទុះឡើងកណ្ដាលវាលស្រែហើយអ្វីរំពេចនោះពន្លឺធំមួយផ្ទុះឡើងកណ្ដាលវាលស្រែហើយអ្វីក៏ស្ងប់ស្ងាត់វិញថ្ងៃបន្ទាប់អាប់ខ្មៅបាត់សំឡេងសើចបាត់គ្មានអ្នកណាឃើញខ្មោចកំបុតក្បាលទៀតឡើយតែអ្នកភូមិនិយាយថាតាហ៊ុនក៏បាត់ខ្លួននៅយប់នោះដែរអ្នកខ្លះថាគាត់ស្លាប់អ្នកខ្លះថាគាត់យកវិញ្ញាណខ្មោចទាំងអស់ទៅជាមួយអស់ហើយតែរហូតមកដល់សពថ្ងៃនៅក្បែរស្រះចាស់នោះមានភ្នូរតូចមួយគ្មានឈ្មោះហើយពេលយប់ស្ងាត់អ្នកខ្លះនៅតែឮសំឡេងខ្សឹបពីក្នុងខ្យល់ថាអរគុណដែលរកក្បាលឲ្យខ្ញុំ